bong bồn đang ấy ca bò chạ chiếm ban là thả bây giờ trong cuộc sống phiệt trở này hỡi ban bon trở tiền ban tăng bón ban đang sốc phiếp cho hai ấy mình ta bò chạ chiếm được ở nghĩa đầm bay xung quanh chi vật mình đủ sau đây bong bồn ngọc nghĩa ngàyนี้ខ្ញុំចង់មកចែកម្លែកតកតងជាមួយនឹងបទពិសោធន៍នៃការបោចាក់ឈាមរបស់ខ្ញុំប្រហែលឆ្នាំចុងក្រោយនេះគឺខ្ញុំតែងតែបោចាក់ឈាមជាប្រចាំចន្លោះពី3ទៅ4ខែគឺខ្ញុំបោចាក់ម្ដងការចែកម្លែកនេះខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាបើសិនជាមិនទៅបោចាក់ឈាមស្ម័គ្រចិត្តទេយ៉ាងហោចណាស់ក៏មានសាច់ញាតិបងប្អូនអ្នកស្គាល់ដែលគាត់ត្រូវការឈាមគួរតែទៅបោចាក់ឈាមកុំខ្លាចព្រោះថាការបោចាក់ឈាមគឺវាអត់ធ្វើឲ្យយើងខ្សោយអត់ប៉ះពាល់សុខភាពយើងទេត្រឡប់មកវិញការបោចាក់ឈាមគឺធ្វើឲ្យយើងមានសុខភាពល្អហើយនឹងមួយទៀតគឺជាការធ្វើបុណ្យដ៏ល្អមែនទែនបានន័យថាការបោចាក់ឈាមនេះគឺជាការធ្វើបុណ្យមួយដ៏លើសលប់មែនទែនអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យថាបើសិនជាមានអ្នកស្គាល់ឬក៏សាច់ញាតិបងប្អូនអីដែលគេប្រកាសតាម Facebook ត្រូវការឈាមយើងអាចទៅបានខ្ញុំលើកទឹកចិត្តឲ្យទៅកុំខ្លាចព្រោះថាការបោចាក់ឈាមវាអត់ធ្វើឲ្យយើងខ្សោយឬក៏ប៉ះពាល់សុខភាពយើងទេហើយពេលដែលយើងទៅបោចាក់នោះគឺពេទ្យគេពិនិត្យតែថាតើយើងអាចបោចាក់បានឬក៏អត់គេអត់ទៅដល់គេចេះតែបូមយើងយកទៅគឺគេពិនិត្យសម្ពាធឈាមគេពិនិត្យគ្រប់ឈាមពិនិត្យឲ្យយើងត្រឹមត្រូវអស់ហើយទៅពេទ្យគេឲ្យយើងបោចាក់បានអញ្ចឹងបងប្អូនកុំបារម្ភចំពោះការបោចាក់ឈាមអីថាវាមានផលប៉ះពាល់ចាស់ស្ដែងខ្ញុំគឺជាអ្នកបោចាក់ឈាមច្រើនមែនទែនប្រហែលឆ្នាំចុងក្រោយនេះខ្ញុំតែងតែបោចាក់ឈាមចន្លោះពី3ខែទៅ4ខែគឺខ្ញុំបោចាក់ឈាមចោលមួយដងហើយតែខ្ញុំបានអត្ថប្រយោជន៍ខ្លះចំពោះការបោចាក់ឈាមរបស់ខ្ញុំប្រហែលឆ្នាំនេះខ្ញុំសង្កេតឃើញថាអត្ថប្រយោជន៍ជាច្រើនគឺវាបានមកពីការបោចាក់ឈាមចំពោះខ្ញុំគឺច្រើនមែនទែនដូច្នេះហើយទើបធ្វើឲ្យខ្ញុំបោចាក់ឈាមជាប្រចាំទីមួយគឺបញ្ហាសុខភាពខ្លាញ់អាក្រក់នៅក្នុងសរសៃឈាមគឺវាអត់មានទេវាធ្វើឲ្យយើងមិនមានហានិភ័យនៃការលើសសម្ពាធឈាមដែលជាទូទៅគេហៅថាលើសឈាមនឹងតែម្ដងហើយមួយវិញទៀតវាធ្វើឲ្យយើងអារម្មណ៍ស្រស់ស្រាយហើយមានអារម្មណ៍ថាដូចដកជាតិពុលចេញពីខ្លួននឹងវាធ្វើឲ្យអារម្មណ៍យើងដូចជាកាត់ stress បានច្រើនណាហ្នឹងហើយពេលដែលយើងបោចាក់ឈាមរួចមានអារម្មណ៍ថាអស់ stress លេងហ្មងអានេះជាអារម្មណ៍ទេហើយបើអ្នកទាំងអស់គ្នាដែលមិនទាន់បោចាក់ឈាមខ្ញុំលើកទឹកចិត្តឲ្យទៅបោចាក់ឈាមមនុស្សប្រុស2ដងនៅក្នុងមួយឆ្នាំយ៉ាងតិចមនុស្សស្រី1ដងយ៉ាងតិចពីខ្ញុំព្រោះថាអ្នកដែលត្រូវការឈាមរបស់យើងយកទៅសង្គ្រោះច្រើនណាស់អ្នកជំងឺច្រើនណាស់អញ្ចឹងនេះក៏ជាការធ្វើបុណ្យមួយដ៏ល្អដែរបងប្អូនមួយទៀតតើមុនបោចាក់ឈាមយើងគួរតែអនុវត្តការរស់នៅបែបណាហើយនឹងក្រោយបោចាក់ឈាមតើយើងអនុវត្តរបបអាហារនិងការរស់នៅបែបណាខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាមុននឹងបរិច្ចាគឈាម2ទៅ3ថ្ងៃបងប្អូនទី1សម្រានឲ្យបានគ្រប់គ្រាន់ទី2ហូបអាហារឲ្យបានគ្រប់គ្រាន់មានវីតាមីនដូចជាសាច់ស៊ុតបន្លែហើយនឹងញ៉ាំទឹកឲ្យបានគ្រប់គ្រាន់យ៉ាងហោច2លីត្រនៅក្នុងមួយថ្ងៃមុនពេលដែលយើងទៅបោចាក់ឈាមប៉ុន្តែអាទឹក2លីត្រនៅក្នុងមួយថ្ងៃហ្នឹងមិនថាយើងមុនទៅបោចាក់ឈាមទេទោះបីជីវិតប្រចាំថ្ងៃក៏គួរតែហូបទឹកឲ្យបាន2លីត្រដែរអញ្ចឹងនេះគឺជាអ្វីដែលមុនទៅបោចាក់ឈាមហើយទៅពីក្រោយបោចាក់ឈាមតើយើងហូបបែបណាហើយនឹងប្រតិបត្តិខ្លួនបែបណាបន្ទាប់ពីបោចាក់ឈាមមួយថ្ងៃពីរថ្ងៃបងប្អូនត្រូវតែហូបទឹកឲ្យបានគ្រប់គ្រាន់ហូបសាច់ហូបស៊ុតហូបបន្លែឲ្យបានគ្រប់គ្រាន់នៅក្នុងមួយថ្ងៃពីរថ្ងៃហ្នឹងដើម្បីឲ្យឈាមយើងត្រឡប់មកវិញហើយអ្វីដែលហាមមួយទៀតគឺក្រោយពីបោចាក់ឈាមហើយមួយថ្ងៃពីរថ្ងៃហ្នឹងបងប្អូនហាមដាច់ខាតទៅលេងកីឡាទៅហាត់ប្រាណឬក៏ធ្វើការងារធ្ងន់
ដូចជារត់ដូចជាអីមិនកុំបងប្អូនខ្ញុំធ្លាប់ម្ដងដោយសារតាពេលបោះចាក់ឈាមហើយគឺខ្ញុំអត់មាន side effect ខ្ញុំអត់មានអារម្មណ៍ថាខ្ញុំអស់កម្លាំងឬក៏អីទេអញ្ចឹងដោយសារតាខ្ញុំទម្លាប់កាលហ្នឹងខ្ញុំទម្លាប់ហាត់ប្រាណរាល់ល្ងាចដល់ពេលល្ងាចឡើងខ្ញុំទៅហាត់ប្រាណខ្ញុំហាត់ប្រាណប្រហែលជា20ទៅកន្លះម៉ោងមានរថម៉ាស៊ីនមានអីផងអញ្ចឹងណាវាធ្វើឲ្យខ្ញុំវល់ខ្លាំងរហូតដួលទៀតដោយសារតែខ្ញុំអត់ទាន់ហូបអាហារពេលល្ងាចហើយខ្ញុំហាត់ប្រាណលើកដុំដែកលើកអីចឹងណាអញ្ចឹងវាធ្វើឲ្យវាវល់តែម្ដងអញ្ចឹងក្នុងរយៈពេល2ថ្ងៃហ្នឹងខ្ញុំសូមបងប្អូនគឺកុំហាត់ប្រាណកុំធ្វើការងារធ្ងន់ចន្លោះពេលតែ1ថ្ងៃ2ថ្ងៃទេប៉ុន្តែចន្លោះពេល1ថ្ងៃ2ថ្ងៃហ្នឹងខ្ញុំធ្វើការងារអីធម្មតាគឺវាអត់ប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់យើងទេគឺវាល្អមែនតើចំពោះការបោះចាក់ឈាមខ្ញុំហ៊ានធានាបងប្អូនទៅបោះចាក់ហើយនឹងចង់បោះចាក់ទៀតទី1វាធ្វើអារម្មណ៍យើងស្រស់ស្រាយវាអស់ជាតិពុលនៅក្នុងឈាមហើយមួយទៀតកត្តាមួយទៀតខ្ញុំតែងតែធ្វើជាប្រចាំនៅមុនចូលឆ្នាំខ្មែរនិងមុនបុណ្យភ្ជុំដែលខ្ញុំគិតថាមុនភ្ជុំមុនចូលឆ្នាំគឺខ្ញុំជាតិអាល់កុលចូលខ្លួនច្រើនអញ្ចឹងមុនភ្ជុំមួយថ្ងៃពីរមុនចូលឆ្នាំមួយថ្ងៃពីរគឺខ្ញុំតែងតែទៅបរិច្ចាគឈាមចោលនៅមន្ទីរពេទ្យរុស្ស៊ីហើយបើនិយាយពីអាវដែលគេឲ្យវិញគឺច្រើនណាចូលដល់ប្រហែលអាវទេខ្ញុំឲ្យគេផងខ្ញុំទុកផងពេលខ្ញុំពាក់អត់ត្រូវវាទូចអញ្ចឹងសរុបមកវិញខ្ញុំលើកទឹកចិត្តថាបងប្អូនទាំងអស់គ្នាគួរតែទៅបរិច្ចាគឈាមដើម្បីទទួលបានសុខភាពល្អនឹងការធ្វើបុណ្យដ៏ធំធេងព្រោះថាការបោះចាក់ឈាមនេះទទួលបានបុណ្យកុសលធំធេងបងប្អូនអញ្ចឹងបងប្អូនកុំខ្លាចនៅក្នុងការបោះចាក់ឈាមបានទាំងសង្គ្រោះជីវិតមនុស្សបានទាំងបុណ្យបានទាំងសុខភាពល្អអញ្ចឹងស្អីផងវីដេអូនេះគឺខ្ញុំនិយាយអត់បានព្រៀងទុកទេគឺខ្ញុំចង់និយាយអីខ្ញុំនិយាយហ្នឹងហើយនេះគឺជាបទពិសោធន៍ជាក់ស្ដែងផ្ទាល់ខ្លួនក្នុងការបរិច្ចាគឈាមមិនក្រោមពី15ដងទេក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះអញ្ចឹងបងប្អូនបើចង់បានសុខភាពល្អចង់បានបុណ្យកុសលកុំភ្លេចបរិច្ចាគឈាមអរគុណជួបគ្នានៅវីដេអូក្រោយជម្រាបលា